សូមជម្រាបថាឥឡូវនេះយើងកំពុងតែឈរនៅក្នុងស្រុករុក្ខគិរីនៃខេត្តបាត់ដំបងជាគម្រោងមួយដែលយើងទើបតែបញ្ចប់ថ្មីដែលជាហិរញ្ញវិធានរបស់សាធារណរដ្ឋកូរ៉េខាងត្បូងដែលជួយដល់ក្នុងការកសាងនៅអាងទឹកនេះបាទដែលជាឈ្មោះថាទំនប់ទឹកដូនទ្រីទំនប់នេះគឺជាទំនប់ដែលថ្មីស្រឡាងតែម្ដងបាទដែលយើងកសាងដោយសារនៅចន្លងភ្នំបាទដែលមានសក្តានុពលក្នុងការប្រមូលទឹកដើម្បីប្រមូលទឹកឲ្យបានច្រើនចំណុះបានប្រមាណប្រហែលជា163លានម៉ែត្រគីបទំនប់ទាំងមូលនេះបាទគឺយើងមានទទួលគេហៅថាទទួលផលក្នុង3ស្រុកបាកានស្រុកមូលឫស្សីនិងស្រុករុក្ខគិរីដែលទទួលផលអំពីទំនប់ទឹកដូនទ្រីនេះបងប្អូនឃើញស្រាប់ហើយថានៅទីនេះឥឡូវបច្ចុប្បន្ននេះយើងឃើញក្នុងរូបនេះជាអាងទឹកតែម្ដងហើយមានទឹកប៉ុន្តែអត់ទាន់ពេញទេទងប្រហែលជា 40% នៅឡើយហើយបើយើងបកសម័យទៅពីមុនវិញទីនេះគឺជាតំបន់មួយព្រៃភ្នំបាទចន្លងភ្នំអញ្ចឹងជាធម្មជាតិខែវស្សាគឺមានទឹកជ្រោះមានទឹកអូរកប៉ិចកប៉ុកដែលហូរកាត់នេះដើម្បីទៅស្រោចស្រពនៅផ្ទៃរងទឹកភ្លៀងខាងក្រោមក៏ប៉ុន្តែដោយសារយើងកសាងទំនប់ទៅយើងធ្វើការស្កាត់ទឹកទំនប់នេះបាទយើងឃើញទំនប់ថ្មបាទទំនប់នេះគឺយើងធ្វើកសាងអំពីដីទេខាងក្នុងដីឥដ្ឋហើយខាងក្រៅស្រោបដោយថ្មបាទហើយអញ្ចឹងទំនប់នេះទៅយកពីកសាងហើយយើងនឹងសុកទឹកបានមួយចំនួនធំដែលខ្ញុំបានជម្រាបថាបានប្រមាណ163លានម៉ែត្រគីបដែលក្នុងទំនប់ក្នុងអាងដូនទ្រីនេះបាទអ្វីដែលបន្ថែមគឺថាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីការកសាងអាងទឹកគឺជាចំណុចចម្បងមួយរបស់រដ្ឋាភិបាលគឺចង់ឲ្យមានទឹកគ្រប់គ្រាន់ប្រើប្រាស់គ្រប់ទីកន្លែងតែម្ដងនៅទូទាំងព្រះរាជាណាចក្រកម្ពុជាក្នុងការកសាងអាងទឹកទំនប់ដូនទ្រីនេះគឺជាការរួមចំណែកមួយផងដែរក្នុងការធ្វើយ៉ាងណាឲ្យការប្រើប្រាស់ទឹកមានសុវត្ថិភាពទាំងអស់គ្នាហើយក្នុងនោះបន្ទាប់ពីនៃការកសាងអាងទឹកនេះផងដែរគឺយើងនឹងមានផែនការបន្តទៀតដែរគឺធ្វើប្រព័ន្ធធារាសាស្ត្របាទកសាងបន្តមានន័យថាមានអាងទឹកហើយត្រូវតែមានប្រព័ន្ធធារាសាស្ត្រដែលគេហៅថា complete system គឺគ្រប់ជ្រុងជ្រោយប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយតែម្ដងអានេះជាគោលការណ៍បន្តនៃគម្រោងទាំងនេះបាទហើយយើងនឹងគិតគូរស្វែងរកដៃគូតទៀតដើម្បីរកថវិកាដើម្បីធ្វើការកសាងនៅប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះបន្តទៀតស្រុករុក្ខគិរីស្រុកមូលសីនេះសម្រាប់ក្នុងខេត្តបាត់ដំបងនេះជាស្រុកមួយដែលសត់ទឹកជាងគេនៅរដូវប្រាំងហើយនៅរដូវវស្សានេះគឺតែជន់លិចដែលយើងគ្មានអ្វីស្តុកទុកជារួមតំបន់នេះបើថាខ្វះទឹកស្រែប្រាំងស្រូវប្រាំងគឺខ្វះមែនទែនហ្មងតាមអ្វីដែលគម្រោង design មកនេះគឺក្នុងរដូវវស្សាអាចរហូតដល់ 33,000 ហិកតាហើយរដូវប្រាំងអាចបាន 4,500 ហិកតាគេឃើញថាសម្បើមដែលពីដើមគឺបងប្អូនរដូវវស្សាក៏ទឹកច្រើនពេកធ្វើឲ្យមានកើតលិចលង់ហើយរដូវប្រាំងគឺអត់ទឹកធ្វើស្រែតែម្ដងបាទនេះគឺសម្រាប់ផលធំបាទក៏តែបាទយើងនៅទីនេះទាំងអស់គ្នាឃើញមិត្តផលជាក់ស្ដែងហើយពីមុនកន្លែងនេះគឺមិនមានទឹកទេបាទខែនេះយើងឈប់គឺស្ងួតរីងអស់បាទដីបែកកាហែងឥឡូវនេះយើងមើលឃើញជាក់ស្ដែងហើយមិត្តផលដែលសម្ដេចទឹកដីលោកដល់ជួគឺឃើញជាក់ស្ដែងនឹងគ្នាទាំងអស់គ្នាបាទអានេះក៏អត់មានសម័យឬក៏ថាចេះតែថាទេបាទជាក់ស្ដែងតែម្ដងបាទទំនប់អភិវឌ្ឍដូនទ្រីទំនប់ដូនទ្រីនេះគឺមានមានផ្ទៃរងទឹកភ្លៀង613គីឡូម៉ែត្រការ៉េរបបទឹកភ្លៀងវានោះប្រចាំឆ្នាំហ្នឹងគឺ1248បាទអាហ្នឹងគឺថារបបរបស់វាហ្នឹងប៉ុណ្ណឹងហ្នឹងហើយបានទំនប់យើងនៅពេលដែលសាងសង់រួចនេះវាបានវាផ្ដល់ឲ្យទឹកបាន163លានម៉ែត្រគីបអញ្ចឹងវាមានលំហូរមួយនៅតាមអានេះទូនេយើងនេះបាទទូនេយើងនេះហើយ46.5នេះវាហូរតាមស្ទឹងដូនទ្រីនេះមកបន្លាយប្រជិកដើម្បីស្រោចស្រពនៅខែវស្សាបាន 33,000 ហើយនឹងខែប្រាំងបាន 4,500 ហិកតាដល់ពេលមានទំនប់នឹងទៅវាការពារទឹកជំនន់ហើយនឹងពង្រីកផ្ទៃដីនេះនឹងហើយផ្ទៃដីដាំដុះហើយនឹងយើងនឹង
រៀបចំអនុវត្តអានេះសេចក្តីអនុវត្តជានឹង8ទៅតាមនឹងរបស់បាទហើយខ្ញុំចង់បញ្ជាក់ថាទំនប់មើលវាមានកូដ96បាទ ទៅតឹងវា8ម៉ែត្រកម្ពស់60ម៉ែត្រហើយនឹងធ្វើកូដសាងនេះពីដីឥដ្ឋថ្មបំពេញបាទហ្នឹងគឺយើងអាចមានហើយនឹងចំណងពហិរបាទចំណងពហិរនេះវាតតែចំណងពហិរនេះកូដវា92ដល់កូដនោះវាហៀចូលព្រោះដល់បើខ្ពស់2ម៉ែត្រទៅវាបាន850ម៉ែត្រពីបាតុងណាប់ដោះចេញពីនឹងបើចេញចូលមកស្ទឹងនឹងអស់ ព្រមគីទី1បដិញ្ញាថាថៃរក្សានៅសមិទ្ធផលដ៏មហាសាលនេះហើយក៏នឹងធ្វើម៉េចគឺអប់រំបងប្អូនប្រជាពលរដ្ឋយើងសហគមន៍ប្រើប្រាស់ទឹកធ្វើម៉េចឲ្យចេះស្រឡាញ់កន្លែងនេះចេះថែរក្សាហើយការបែងចែកទឹកប្រើប្រាស់ឲ្យមានថាសមធម៌បាទនេះគឺបងប្អូនយើងធ្លាប់ធ្វើច្រើនហើយកន្លងមកចឹងខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយើងគឺច្បាស់ជាស្រឡាញ់កន្លែងនេះហើយថែរក្សាកន្លែងនេះឲ្យបានគង់វង្សយូរវែងហើយក្នុងនាមអាជ្ញាធរគឺបដិញ្ញាធ្វើម៉េច រួមជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីថែរក្សានូវសមិទ្ធផលដ៏មហាសាលដែលសម្ដេចធិបតីបានផ្ដល់ជូនមកដល់ស្រុករុក្ខគិរីស្រុកមោទសីដូចជាមួយផ្នែកនៃស្រុកបាកានហើយទីតាំងដែលយើងបានធ្វើនៅក្នុងស្រុករុក្ខគិរីនេះបាទ អញ្ចឹងខ្ញុំសូមផ្ញើជូនដល់បងប្អូនទាំងអស់ដែលជាពិសេសដែលទទួលផលអំពីទំនប់ដូនត្រីនេះថាចូលរួមគ្នាទាំងអស់គ្នាដើម្បីធ្វើណាការប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធភាពប្រើប្រាស់ទឹកឲ្យបានសមចៃមិនមែនមានតែថាមានទំនប់ទឹកហើយមានទឹកច្រើនហើយនាំនេះខ្ជះខ្ជាយនោះទេប៉ុន្តែការប្រើប្រាស់អន្សមចៃគឺធ្វើឲ្យយើងប្រើប្រាស់បានយូរអង្វែងហើយមានប្រសិទ្ធភាពផងដែរអញ្ចឹងហើយបានជាយើងខ្ញុំទាំងអស់គ្នាដែលជាសមាជិកជាមន្ត្រីរាជការឬមួយជាថ្នាក់ដឹកនាំទាំងអស់នៅក្នុងក្រសួងធនទឹកក្រសួងធនទឹកនិងទូនយមតែងតែរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថាការប្រើប្រាស់ទឹកគឺត្រូវចេះសន្សំសំចៃជាពិសេសសម្រាប់ខែប្រាំងតែម្ដង